ជំរាបសួរសូមស្វាគមន៍មកកាន់ Channel មួយនេះហើយក្នុងថ្ងៃនេះផងដែរខ្ញុំបាទនឹងលើកយកអំពីប្រវត្តិក៏ដូចជារឿងខ្លះៗដែលតាក់ទងជាមួយនឹងប្រទេសឥណ្ឌូនេស៊ីនៅក្នុងប្រទេសឥណ្ឌូនេស៊ីមានប្រភេទអាប់មួយយ៉ាងដែលមានឈ្មោះថា Pallasik ឬក៏ Palladic តើ Palladic គឺជាអ្វី Palladic ឬ Pallasik ជារឿងព្រេងអាគមខ្មៅនៅប្រទេសឥណ្ឌូនេស៊ីជាពិសេសមាននៅក្នុងតំបន់ស៊ូម៉ាត្រាគេជឿថា Pallasik មិនមែនជាខ្មោចប៉ុន្តែជាមនុស្សធម្មតាដែលរៀនមន្តអាគមខ្មៅពេលថ្ងៃ Pallasik រស់ដូចមនុស្សធម្មតាមានគ្រួសារហើយក៏មានញាតិជិតខាងផងដែរប៉ុន្តែពេលយប់មកដល់ Pallasik ឬក៏អ្នកដែលជា Pallasik ឬហៅកាត់ម្យ៉ាងទៀតថាអាបតែងធ្វើពិធីខ្មៅងងឹតហើយក្រោយពីបញ្ចប់ពិធីខ្មៅងងឹតមួយនោះ Pallasik តែងតែដកកចេញមកក្រៅនាពេលរាត្រីដោយបន្សល់ទុកខ្លួនប្រាណនៅតែក្នុងផ្ទះហើយសម្រាប់គោលដៅដ៏គួរឲ្យខ្លាចរបស់ Pallasik គោលដៅរបស់គេគឺជាទារកនិងស្ត្រីមានផ្ទៃពោះគេជឿថានាងតែងតែស៊ីឈាមដើម្បីបំពេញនូវធម៌ពលជីវិតឬក៏ដើម្បីរក្សាអំណាចនិងកុំឲ្យនាងស្លាប់ម្ដាយជាច្រើនដែលកំពុងតែមានផ្ទៃពោះឬក៏កំពុងតែមានទារកទើបនឹងកើតមិនហ៊ានបើកបង្អួចពេលយប់ដោយសារតែភ័យខ្លាចសំឡេងហោះរបស់ Pallasik នៅតាមដំបូលផ្ទះតាមជំនឿប្រជាជនក៏មានពិធីការពារអំពី Pallasik នេះផងដែរដោយប្រជាជនទាំងនោះតែងតែដាក់កន្ត្រៃឬដែកមុតក្រោមគ្រែដាក់កញ្ចក់ដើម្បីឲ្យ Pallasik មានការភ័យខ្លាចម្យ៉ាងវិញទៀតគឺគេតែងតែបើកភ្លើងនៅពេលយប់ឬក៏អានមន្តគម្ពីរសាសនាគេនិយាយថាបើគេរកឃើញសរីរាង្គហើយបំផ្លាញវា Pallasik នឹងស្លាប់ភ្លាមបើនិយាយពី Pallasik គឺស្រដៀងទៅនឹងលីយ៉ានៅបាលីនិងក្រាក់ស៊ឺនៅប្រទេសថៃវាបង្ហាញថានៅអាស៊ីអាគ្នេយ៍មនុស្សមានជំនឿដូចគ្នាអំពីមន្តអាគមនិងភាពភ័យខ្លាចដែលកើតឡើងនៅពេលរាត្រីតើរឿង Pallasik នេះជារឿងពិតឬក៏ជារឿងជំនឿបើតាមវិទ្យាសាស្ត្រមិនមានភស្តុតាងណាបង្ហាញថា Pallasik មានពិតទេប៉ុន្តែរឿងនេះត្រូវបានគេនិយាយពីជំនាន់មុនមកហើយភាពភ័យខ្លាចធ្វើឲ្យវារស់នៅក្នុងចិត្តមនុស្សជារៀងរហូត Pallasik អាចជារឿងព្រេងឬអាចជាការព្រមានអំពីអំណាចនៃមន្តអាគមងងឹត Pallasik វាអាចជារឿងព្រេងឬអាចជាការព្រមានអំពីមន្តអាគមខ្មៅងងឹតដែលមនុស្សមិនគួរលេងសើចតើអ្នកជឿដែរឬទេថា Pallasik មានពិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី